សួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយវីដេអូនេះផងដែរគឺយើងបន្តពីវាមុនតកតងមួយដំណើរកំសាន្តទៅលេងកំពង់សោមឥឡូវនេះយើងចាប់ផ្ដើមចេញពីភ្នំពេញឆ្ពោះទៅផ្លូវលឿនលឿនហើយឥឡូវយើងមកដល់ឆែកកន្លែងសបុតអីអញ្ចឹងណាអ្នកនរគ្នាហើយបន្ទាប់ពីយើងបានឆែកសបុតឆែកអីហើយយើងក៏បានបន្តដំណើរទៅមុខទៀតតាមផ្លូវលឿនលឿនហ្នឹងហើយចំពោះការទៅលេងហ្នឹងផងដែរគឺខ្ញុំងើបតាំងពីម៉ោង4ជាងអ្នកនរគ្នាជុំគ្នាជុំអីខ្ទង់ម៉ោង5រហូតមកដល់ផ្លូវលឿនលឿនហ្នឹងហើយបើនិយាយពីទេសភាពតាមដងផ្លូវវិញនិយាយពី the best តែម្ដងអ្នកនរគ្នាមើលតែរូបភាពឬក៏វីដេអូនៅក្នុងហ្នឹងគឺដឹងហើយបើយើងមើលតាមទូរស័ព្ទដូចជាមិនសូវមើលទៅជាស្រស់ស្អាតទេប៉ុន្តែបើយើងមើលផ្ទាល់ពិតជាស្រស់ស្អាតខ្លាំងមែនទេសារពេលរៀបភ្លឺគឺមានទឹកសន្សើមចុះអាប់អីអញ្ចឹងអ្នកនរគ្នាហើយប្រៀបបានមានព្រៃពតជុំវិញមានភ្នំមានអីយ៉ាងទៀតគឺស្រស់ស្អាតខ្លាំងមើលឲ្យទៅគឺអ្នកពលឡានមុនហ្នឹងគឺលយតែឥឡូវពលទៀតហើយបន្ទាប់ពីយើងធ្វើដំណើរអស់រយៈពេលកន្លះម៉ោងមកមេឃក៏ចាប់ផ្ដើមភ្លឺកាន់តែច្បាស់ហើយនេះគឺជាទេសភាពតាមដងផ្លូវនៅផ្លូវលឿនលឿនហ្នឹងឯងមុខភ័យសំដីលយប៉ុន្តែចុងក្រោយគឺស្ពៃតែម្ដងបាទឥឡូវក្អួតទៀតហើយខ្ញុំជាអ្នករឺតខ្នងឲ្យនេះក៏ចង់ពុលទៅតាមផងដែរនឹងខ្ញុំក៏ពុលឡានដែរប៉ុន្តែខ្ញុំអាចទប់ទល់បានអញ្ចឹងណាបន្ទាប់ពីរឺតខ្នងឲ្យអ្នកពុលឡានហើយងាកមកមើលទេសភាពតាមដងផ្លូវវិញគឺយើងមានឃើញព្រៃភ្នំព្រៃហើយនេះគឺយើងចូលចំណតទី1ព្រោះយើងធ្វើការចូលបាត់ដៃបាត់ជើងដែរអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងយើងក៏ឈប់ចូលចំណតទី1ដើម្បីមើលកង់ឡានផងដោយសារតាឡានពេលហ្នឹងដូចជាយើងស្ទើរកង់តិចតួចស្ទើរខ្យល់អញ្ចឹងណាហើយណាមួយគឺយើងក៏ចង់ចូលបន្ទប់ទៅផងដែរនឹងទិញអីញ៉ាំព្រោះពេលហ្នឹងឃ្លានចេញទៅអត់មានបានទិញអីញ៉ាំទេពេលព្រឹកគឺងើបតាំងពីម៉ោង4ជាងនោះបន្ទាប់ពីយើងបានរកកន្លែងចតឡានចុតដីហើយយើងក៏បានចុះមកមើលទេសភាពនៅព័ទ្ធជុំវិញហ្នឹងគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយសំណាងផងដែរពេលដែលខ្ញុំចុះទៅហ្នឹងគឺមើលថ្ងៃរះថ្ងៃអីគឺស្រស់ស្អាតខ្លាំងមែនទែនហើយនេះយើងគឺចុះហើយថតរូបជុំគ្នាអ្នកពលឡានពលអីគឺលែងពលអស់ហើយបាទគឺយើងវេទនាតែនៅក្នុងឡានទេអ្នកពលឡានបន្ទាប់ពីចេញពីឡានមកគឺយើងស្រស់ស្រាយធម្មតាហើយយើងក៏បានទៅចូលទៅទិញកាហ្វេនៅប្រោនមាននំប៉័ងមានអីអញ្ចឹងយើងចង់ញ៉ាំអីយើងទិញហ្នឹងទៅតែសំខាន់នោះឲ្យតែយើងមានលុយយើងចង់ទិញអីញ៉ាំអីសាច់តែយើងទេហើយខ្ញុំក៏មិនចាំយូរដែរដោយសារតែខ្ញុំក៏ឃ្លានដែរអញ្ចឹងក៏ខ្ញុំចូលទៅទិញនំប៉័ងហើយនឹងពេលហ្នឹងដូចជាអត់បានទិញកាហ្វេទេគឺខ្ញុំទិញតែនំប៉័ងទេហើយនេះដោយសារតែមានអ្នកបងប្អូនយើងក៏ទៅទិញច្រើនអញ្ចឹងត្រូវការតម្រង់ជួរចាប់លេខរៀងហើយនេះគឺកន្លែងនៃគេថតរូបគឺចំថ្ងៃរះអញ្ចឹងគឺស្អាតខ្លាំងមែនទែនទេសភាពនៅខាងក្នុងមិនសូវស្អាតទេអញ្ចឹងខ្ញុំបកទៅខាងក្រៅដើម្បីមើលទេសភាពមើលថ្ងៃរះពីខាងក្រៅមកវិញគឺស្រស់ស្អាតមែនទែនជួបទៀតហើយអ្នកពលឡាននេះបាទគឺគាត់ពលតែនៅក្នុងឡានទេដល់ពេលចេញក្រៅឡានគឺដើរលេងសប្បាយធម្មតាហើយនេះខ្ញុំក៏បានប្រយករូបភាពទេសភាពជាវីដេអូដើម្បីទុកជាអនុស្សាវរីយ៍នេះគឺផ្លូវលឿនលឿនហើយយើងមើលទៅគឺថ្ងៃរះមកស្អាតខ្លាំងមែនទែនបាទចិត្តផុតភ្នំហើយមើលតែតាមទូរស័ព្ទទៅគឺស្រស់ស្អាតប៉ុណ្្នឹងឯងទ្រាំតែយើងមើលផ្ទាល់ទៀតគឺពិតជាស្រស់ស្អាតខ្លាំងមែនហើយនេះគឺកន្លែងដែលគេថតរូបចំថ្ងៃរះហ្នឹងគឺកន្លែងនេះគឺកន្លែងដែលគេថតរូបដែលស្អាតអញ្ចឹងណាព្រោះចំថ្ងៃរះមកគឺចំប្លង់តែម្ដងហើយមិនភ្លេចទេនៅពេលដែលមានកន្លែងស្អាតស្អាតបែបហ្នឹងគឺកាមេរ៉ាមែនយើងថតរូបតែម្ដងអត់តែខ្ញុំទេខ្ញុំអត់សូវមានរូបច្រើនដូចគេទេព្រោះខ្ញុំកាន់ថតជាវីដេអូអញ្ចឹងហើយភាគតិចណាស់ដែលមានរូបខ្ញុំហើយនេះយើងចេញមកវិញឯងគឺយើងបានទិញកាហ្វេទិញនំប៉័ងទិញអីញ៉ាំហើយអស់ហើយបាទហើយនេះប្រុសស្អាតរបស់យើងដែលគាត់ទៅទិញនំប៉័ងញ៉ាំថាញ៉ាំឲ្យឆ្អែតទៅលេងពលឡានអញ្ចឹងគាត់ខំប្រឹងទិញនំប៉័ងញ៉ាំបន្ទាប់មកមិនភ្លេចនោះទេវត្ថុសំខាន់នោះគឺទៅរកទិញរបស់ពិសេសសម្រាប់នៅពេលដែលយើងត្រៀមសម្រាប់នៅពេលដែលយើងឡើងជិះឡានទៅវិញអញ្ចឹងណានិយាយឲ្យចំគឺថង់នឹងតែម្ដងបាទដោយសារយើងអត់មានថង់ទេអញ្ចឹងគាត់សគួរថង់ព្រោះគាត់ខ្លាចគាត់ពលទៀតអញ្ចឹងណាហើយនាំគ្នាទៅទិញហ្នឹងគឺទិញស្ករកៅស៊ូប៉ុន្តែយើងសុំថង់គេយើងធំបន្តិចបាទគោលបំណងគឺចង់បានថង់ទេអត់ចង់បានស្ករកៅស៊ូនឹងទេវីដេអូទី2គឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់សូមកុំភ្លេចជួយ Subscribe ម្នាក់មួយផងអរគុណចឹងនិយាយថាពេលដែលយើងពលឡានហើយអានេះឥឡូវយើងជប់ពលអញ្ចឹងណាយើងបានអញ្ចឹងហើយចាំមើលវាតទៅមុខទៀតវាយ៉ាងម៉េចចុះទិញdouble min មាន double min មាន double min ដើម្បីកុំឲ្យញ៉ាំឲ្យពលឡានចាំមើលតិចទៀតទៅមុខទៀតដល់ដឹងថាយ៉ាងម៉េចទេអាចពលលើដើមហើយបាទ